បាទជំរាបសួរបងប្អូនវិលមកកាន់ vlog ខ្ញុំសារជាថ្មីម្ដងទៀតហើយឥឡូវនេះគឺមក review ហាង Soup Buffet មួយកន្លែងដែលស្ថិតនៅឯបឹងកេកងទី1ផ្លូវ334កែងនិង Pasteur ផ្លូវ51តែមានឈ្មោះថា Hana Buffet Soup គេ Soup ទៅគឺទីតាំងហ្នឹងគឺល្អពិសេសពិសាទៅសម្បូរទៅដោយប្រភេទសាច់អីក៏មានដែរដែលបងប្អូនឃើញបកាបកងបន្លែទៅហើយសាច់គ្រប់ប្រភេទហើយតំណងឆ្ងាញ់ប៉ុនគេទៅគឺអូម៉ាក់ហ្មងទៅគឺឆ្ងាញ់ណាតោះបងមើលទីតាំងហាងរបស់គេទៅហាងរបស់គេនឹងកែងធំទូលាយកន្លែងចតឡានចតម៉ូតូអីចឹងណាហើយទីតាំងខាងក្នុងវិញគឺមានកន្លែងអង្គុយជាច្រើននៅធំទូលាយមកពី3នាក់អីបងប្អូនអង្គុយអីក៏បានហើយជន់លើជន់អីបើសិនយើងចង់បានបន្ទប់ក្រៅគេយើងតែកក់គេមកទៅបន្ទប់គេដាក់10 20នាក់អីគឺបានសម្រាប់កម្មវិធីគប់ដំណើរឬក៏កម្មវិធីអីផ្សេងៗបងអូនចង់មកញ៉ាំបណ្ដាហើយជាងក្រៅគេបណ្ដាគឺទីតាំងនៅកន្លែងគឺមានក្រៅអូខេហើយប្រភេទសាច់អីគឺមានច្រើនប្រភេទទៅក៏សាច់គោសាច់ steak ប្រភេទសាច់គោសាច់ជ្រូកសាច់ចៀមសាច់ច្រឡអីហ្នឹងដូចបងប្អូនឃើញនេះគឺមានប្រភេទសាច់ជាច្រើននិងប្រហិតហើយនឹងដូចជាគីវអីក៏មានដែរហើយប្រភេទស៊ុបវិញមានស៊ុបពីរប្រភេទដូចជាស៊ុបស៊ីឈ័ននិងស៊ុបធម្មតាទៅយើងញ៉ាំទាំងអស់ទៅភ្លុករសជាតិមកសាកឡើងថ្មីទៅគេមានទៅដោយជាច្រើនប្រភេទសាច់និងបាយឆាបាយអីក៏មានដែរទៅ buffet ស៊ុបគឺមានបញ្ចប់អញ្ចឹងណាផ្អែមផ្លែឈើអីការ៉េអីក៏មានដែរអញ្ចឹងយើងមកធ្វើការផ្សោតពីកន្លែងថ្មីសាករសជាតិអញ្ចឹងណាហើយឆ្ងាញ់មកគេមែនទៅប្រភេទសាច់របស់គេហ្នឹងដាក់មកអូទុំទៅគឺឆ្ងាញ់ហ្មងណាហើយទាំងស៊ុបអីហ្នឹងហើយយើងញ៉ាំបដាយើងចែកគ្នាបដាច្រៀងបដាអញ្ចឹងណាទៅខានមកញ៉ាំយូរអញ្ចឹងយើងនាំគ្នាមកញ៉ាំជាលក្ខណៈគ្រួសារបងប្អូនមានបងប្អូនមានកម្មវិធីអីយើងកក់បន្ទប់គេនេះត្រូវគេដាក់បានទៅដល់20 30នាក់ណាហើយទីទៅគឺតំណងផងគេហ្នឹងបាយម្ហូបស៊ុបសាច់អីហ្នឹងគឺអូទីទៅបងប្អូនហៅទៅហៅមិនក៏បានតែញ៉ាំកុំឲ្យសល់ទៅសល់គេគិតលុយអញ្ចឹងណាហើយសម្រាប់តម្លៃវិញគឺ$13.3ទៅគឺពេលយប់ណាហើយអញ្ចឹងបងប្អូនអាចទៅសាកបានទៅតម្លៃធូរថ្លៃហើយគេមានពុយត្រីមានមឹកគីអីអញ្ចឹងណាហើយទឹកជ្រលក់គេឆ្ងាញ់ទៅទឹកជ្រលក់គេធ្វើមកឆ្ងាញ់ណានៅ Hana Buffet ហ្នឹងណាអញ្ចឹងបងអីទៅសាកទៅគឺឆ្ងាញ់ណាហើយក្នុងគ្រួសារឬក៏យើងធ្វើកម្មវិធីចង់ច្រៀងក្រៅអូខេចង់អីណាហើយបន្ទប់គេហ្នឹងគេមានក្រៅអូខេយើងច្រៀងអញ្ចឹងកុំភ្លេចមកសាកហាងរបស់គេនៅខាងសាខាបឹងកងមួយហើយក៏មានភេសជ្ជៈជាច្រើនដែរដែលគេយើងអាចញ៉ាំឬក៏ប្រម៉ងអីចឹងណាហើយនិយាយទៅមានទឹកក្រូចមានហ្វាន់តាមានកូកាយើងអាចជ្រើសប្រាប់គេដាក់មួយណាក៏បានដែរហើយនិយាយទៅគឺឆ្ងាញ់ហើយសម្រាប់ផ្អែមផ្លែឈើអីក៏មានដែរនិយាយទៅការ៉េមអីពួកយើងក៏បានហៅការ៉េមផ្លែឈើអីញ៉ាំដែរហើយក៏អត់បានថតអីចឹងណាភាសាញ៉ាំលឿនពេកមួយឃ្លានោះហើយញ៉ាំឆ្អែតហើយក៏ដល់វគ្គច្រៀងក្រៅអូខេម្ដងដែរនេះសំឡេងគាត់ប្រូពេកទៅក៏មិនបានបើកសំឡេងគាត់ដែរខ្លាចស្ដាប់ឲ្យរត់បាត់អញ្ចឹងណានេះពួកគាត់ប្រូពេកក៏បានបើកឲ្យលឺទៅអញ្ចឹងបងប្អូនកុំភ្លេចឲ្យជាពិសេសសារាយនេះបងប្អូនកុំភ្លេចទិញយកទៅសាកប្រើទៅជួយការពារជំងឺមហារីកនំផ្អែមលើសឈាមកាំងបេះដូងកលៀនអីហ្នឹងគឺមកចោលឬដូងបាត់គីអីហ្នឹងណាគឺបងប្អូនសាកប្រើសារាយនេះទៅគឺជាអាហារអាយុវែងនៅជប៉ុនសុទ្ធ$100%តម្លៃតាម$23អញ្ចឹងបងប្អូនពេចតងតាមខ្ញុំមកតាមលេខទូរស័ព្ទខាងលើអីហ្នឹងក៏បានដែរហើយការញ៉ាំស្រួលយើងញ៉ាំអាហារហើយយើងញ៉ាំវាទៅ3គ្រាប់5គ្រាប់ឬក៏10គ្រាប់អីញ៉ាំហើយយើងសារាយហ្នឹងទៅស្រួលញ៉ាំទេអញ្ចឹងបងប្អូនកុំភ្លេចតម្លៃធូរថ្លៃតែ$23ទេអញ្ចឹងវីដេអូក៏អត់មានន័យចានទេបងប្អូនអើយអញ្ចឹងមានតែប៉ុណ្្នឹងទេហើយអរគុណច្រើនហើយចាំជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ